baគ្រប់ញសួរបងប្អូនបាទថ្ងៃនេះទី15ខែ3ឆ្នាំ2025បាទនេះជាទស្សនវិជ្ជាពូជចន្ទីថ្មីហើយ24វាទុំនេះគឺយ៉ាងនេះបងប្អូនណានេះបាទហើយពូជនេះគឺងាយក្នុងការថែទាំណាស់បាទដោយសារចរិតលក្ខណៈវាគឺมันកាំងទេនៅពេលដែលបន្ទាប់ពីប្រមូលផលនេះទៅប្រហែលជា20ថ្ងៃទៅ1ខែវានឹងលាស់ត្រួយទៀតហើយអញ្ចឹងយើងកាត់បន្ថយចំណាយជាពិសេសគឺយើងមិនចាំបាច់បាញ់ជំរុះជំរុញស្លឹកចាស់យកត្រួយថ្មីអីទៀតមិនបាច់ទេបាទពូជនេះគឺជាប្រភេទពូជស្រាលបាទវាផ្កាផ្លែលឿនបាទជាពិសេសគឺជាធម្មតាវាផ្កាខែ11ប៉ុន្តែជាក់ស្ដែងនេះដោយសារយើងកាត់ត្រួយវារហូតបាទនេះជាច្បារពូជអញ្ចឹងយើងកាត់ត្រួយយកប្រើប្រាស់ក្នុងការតអញ្ចឹងហើយក៏វាមានសភាពយឺតបន្តិចអាវគ្គមុនគឺយើងបានប្រមូលផលរួចភាសាហើយអានេះអាត្រួយវគ្គក្រោយបាទហើយមើលលទ្ធភាពកាន់វានេះបងប្អូនបាទហើយគ្រាប់វារាងស្អាតបាទមិនតូចមិនធំធន់កណ្ដាលហើយខ្លឹមបើសិនជាតំបន់នោះมันមានសត្វល្អិតច្រើនទេចន្ទីនេះអាចធ្វើជាចន្ទីសរីរាង្គបានបាទអាចធ្វើជាចន្ទីសរីរាង្គបានដោយសារយើងមិនមានប្រឈមក្នុងការបាញ់ជំរុះជំរុញឬក៏ថែទាំអីលំបាកវែងឆ្ងាយទេបាទហើយការដែលវាផ្កានេះគឺប្រើពេលប្រហែលជា20ថ្ងៃទៅ1ខែឡើងក្នុងមួយចង្កោមផ្កាទើបរីកអស់អញ្ចឹងហើយវាមិនប្រឈមទៅនឹងអាកាសធាតុរហូតដល់ថ្នាក់យើងមិនបានផលសោះទេក៏មិនមានដែរបាទជាពិសេសមេបាវាដែលអាយុកាលជាង10ឆ្នាំចន្លោះពី12ទៅ13ឆ្នាំហ្នឹងគឺបានផលចន្លោះពី70ទៅ80គីឡូស្រស់បាទគិតជាស្រស់ណាបាទហើយដលៃច្បារពូជនេះខ្ញុំដាំកាលពីថ្ងៃ8ខែ8 2022ឥឡូវយើងឃើញថាវាផ្លែរលោងរណែលពេញនឹងទៅហើយបាទនេះទុំសសព្រុះអត់ហើយបងប្អូនហើយនេះបាទទីណាក៏ឃើញថាវាទុំច្រើនដែរឡាខាងក្នុងអីគឺអញ្ចឹងដែរបងប្អូននោះពេញទាំងអស់បាទជ្រុះក្រាលពេញដីហ្នឹងនេះបងប្អូនណាបាទមិនតិចទេបាទហើយនេះដូចបងប្អូនបានឃើញខ្ញុំដាំនេះគឺញឹកបាទមុនដំបូងដាំ2ម៉ែត្រ4ជ្រុងបន្ទាប់មកកាត់មួយជួរចោលសល់2ម៉ែត្រគុណ4ឥឡូវវាគៀកគ្នាអស់ទៅទៀតទៅហើយព្យាយាមកាត់ត្រួយយកប្រើប្រាស់តែឥឡូវនេះដោយសារវាចេញផ្កាលឿនយើងធ្វើជើងតម្រវាមិនធំទាន់អញ្ចឹងក៏យកផ្កាយកផ្លែឥឡូវបន្ទាប់ពីប្រមូលផលផ្លែវគ្គនេះទៅយើងចាប់ដើមកាត់ខ្វែងវាទៅជា8 4ជ្រុងបាទហើយយើងនឹងបានអាយុកាល3ខួបជាងនៅឆ្នាំក្រោយយើងដឹងថាតើក្នុងមួយដើមយើងបានផលប្រមាណបាទពីព្រោះនេះគ្រាន់តែជាការដាំយកត្រួយហើយសល់ពីត្រួយដែលយើងបានកាត់វាចេញផ្កាហួសទៅក៏យើងយកផលអញ្ចឹងទៅអញ្ចឹងហើយយើងវាស់វែងជូនបងប្អូនយើងប្រមាណជាមធ្យមប៉ុណ្ណេះប៉ុណ្ណោះមិនទាន់កើតបាទហើយសូមបញ្ជាក់ដែរថាពូជហែង24នេះគឺយើងកើតពីមេបាតែម្ដងទេអញ្ចឹងហើយมันមានចន្ទីហែង24ណាដែលមានធំប្រហាក់ប្រហែលនេះទេដែលបានចរាចរជាផ្លូវការសម្រាប់ដាំនៅក្នុងស្រុកខ្មែរយើងគឺឆ្នាំ2024បាទខ្ញុំបានចរាចរមួយចំនួនហើយបងប្អូនមើលនេះកន្លែងណាក៏ទុំដែរបាទក្រាលពេញហ្នឹងបាទហើយត្រូវនឹងពណ៌ក្រហមទៅទៀតបាទពណ៌ក្រហមទៀតយើងមើលទៅកាន់តែស្កាសពេញហ្នឹងតែម្ដងបាទប្រើពាក្យថាស្កាសពេញហ្នឹងទុំរុះលឿនណានេះខ្ញុំក្រុមការងាររើសអត់ទាន់ទេបាទដោយសារយើងរវល់ការងារផ្សេងៗអញ្ចឹងសម្រាប់ពូជនេះគឺយើងប្រមូលផលហើយមុនចូលឆ្នាំបាទអាចនិយាយថាយើងយកលុយចូលផ្ទះមុនចូលឆ្នាំខ្មែរបាទពេញក្រោមនឹងកន្លែងណាក៏មានមើលទៅដូចគេបាចចឹងបាទនេះបងប្អូនមើលទៅដូចគេបាចចឹងបាទនេះពេញទាំងអស់បាទក្រាលពេញហ្នឹងបាទអានេះញឹកស៊ុបទ្រប់ផងបាទបើយើងតែងវាស្រឡះស្អាតត្រឹមត្រូវខ្ញុំជឿថានឹងបានផលប្រសើរជាងនេះទៀតអញ្ចឹងហើយបន្ទាប់ពីប្រមូលផលនេះទៅគឺយើងត្រូវតែកាត់វាហើយបាទយើងត្រូវតែកាត់វាជាក់ស្ដែងនេះដូចបងប្អូនមើលនេះបាទគឺត្រួយកាត់យកទាំងអស់ឲ្យតែមានកាត់យកទាំងអស់ឥឡូវឃើញថាអ្វីដែលសេសសល់គឺបានជាផ្លែទៅហើយត្រួយក៏យើងយកបានហើយយើងក៏កំពុងតែកាត់បន្តទៀតផ្កាមុំគឺយើងកាត់ដើម្បី
តបាទផ្ដល់ជូនបងប្អូនយើងដែរលោកយកទៅដាំឆ្នាំ2025នេះជាពិសេសសម្រាប់ផ្គត់ផ្គង់ឲ្យបងប្អូនដែលបានកក់មួយចំនួនទៅហើយបាទដោយសារមេពូជយើងនៅមានតិចអញ្ចឹងទេសម្រាប់បងប្អូនដែលចង់បានព័ត៌មានច្បាស់លាស់អំពីពូជចន្ទីថ្មី24នេះអាចទំនាក់ទំនងខ្ញុំផ្ទាល់បានបាទតាមរយៈលេខទូរស័ព្ទ088 756 ក្រេ9បាទក្រេ9អញ្ចឹងបងប្អូនអាចទំនាក់ទំនងជា Telegram ក៏បានអាចខលផ្ទាល់ក៏បានបាទនេះបងប្អូនមើលនេះក្រហមសស្វុះពេញហ្នឹងបាទខាងក្នុងដូចខាងក្រៅដូចខាងក្នុងបាទអាហ្នឹងសុបទ្រុបហើយនៅកន្លែងនេះគឺសម្អើច្រើនបងប្អូនហើយសម្អើដោយសារនៅចិត្តនេះមានចំការស្វាយកែវល្មៀតអញ្ចឹងសម្អើទ្រុបទ្រុលតែម្ដងបាទអញ្ចឹងហើយអាចធ្វើឲ្យសវលនៃក្របធ្លាក់ចុះបន្តិចតែទោះយ៉ាងណាក៏ដោយបើសម្រាប់ចរិតលក្ខណៈក្របនៃពូជនេះតែម្ដងគឺអញ្ចឹងបងប្អូននេះឃើញទេគឺខ្លឹមស្អាតរាងវាមិនតូចមិនធំធន់កណ្ដាលបាទនេះបងប្អូនមើលច្រើនបាទកន្លែងណាដូចកន្លែងណាជួសរាយពេញហ្នឹងបាទជួសរាយពេញហ្នឹងច្រើនមើលទៅក្រហមហើយបែកតងនេះមើលទៅលិចគ្នាហ្មងបាទចាងគ្នាស្អាតហ្មងនេះបងប្អូនបាទនេះច្រើនដូចគេចាក់ពង្រាយទៅហើយស្អាតបងប្អូនហើយស្អាតក្របស្អាតហ្មងខ្លឹមពូជនេះទោះបីបើត្រូវភ្លៀងក៏មិនងាយខ្មៅក្របដែរបងប្អូនលើកលែងតែសត្វល្អិតបំផ្លាញដូចជាពួកទ្រាបទេពីព្រោះសបកវាខ្លឹមហើយបើចេញជារូបរាងក្តាប់ហើយមិនងាយស្វិតទៅវិញទេបាទមិនងាយទេមានតែតិចតួចមិនច្រើនបាទអញ្ចឹងចង់បញ្ជាក់ថានេះជាពូជមួយដែលធន់នឹងអាកាសធាតុអញ្ចឹងបងប្អូនដែលមានបំណងចង់ដាំហ្នឹងគឺងាយណាស់បាទខ្ញុំសង្ឃឹមថាពូជនេះនឹងបានចូលរួមចំណែកយ៉ាងប្រកបនៅក្នុងជីវភាពរបស់បងប្អូនជាពិសេសក្នុងការដាំដុះដីដែលមិនអាចដាំកស៊ូបានគឺដាំចន្ទីហ្នឹងហើយបាទអរគុណបងប្អូនបាទ